Hello អ្នកនរគ្នានិយាយទៅខ្ញុំនាំអ្នកនរគ្នាមក unboxing ជាពិសេសចង់នាំអ្នកនរគ្នា brand មួយនេះនិយាយទៅអ្នកខ្មែរយើងប្រហែលជាអត់សូវមានអ្នកប្រើ brand ហ្នឹងនិយាយទៅគឺអត់ហ្មងព្រោះឯកសារ brand ហ្នឹងជា brand របស់ចិនប៉ុន្តែbrand បែបលំដាប់ខ្ពស់របស់គេដែរអ្នកនរគ្នាខ្ញុំនិយាយថាហេតុអីប្រអប់ហ្នឹងមានតម្លៃសម្រាប់ខ្ញុំវារៀងថ្លៃដែរសម្រាប់ខ្ញុំ60រៀលដល់នេះ60រៀលវាសម្រាប់ថ្លៃសម្រាប់ខ្ញុំអ្នកផ្សេងអត់ដឹងទេតែខ្ញុំវាថ្លៃហើយខ្ញុំ unboxing មើលតែប៉ិតខ្ញុំប្រើខ្ញុំបើកមើលនេះអ្នកនរគ្នានេះជាទូទៅខ្ញុំនិយាយទៅខ្ញុំប្រើ Binjet MAV ណាអ្នកគ្នាEssence Oil នេះអ្នកគ្នានៅលើមុខហ្នឹងខ្ញុំប្រើតាមរហូតខ្ញុំប្រើតាំងពី version ចាស់ដល់គេ version ថ្មីហើយអ្នកគ្នាខ្ញុំប្រើនៅផ្ទះអស់ច្រើនមែនតើហើយរដងខ្ញុំទិញតែមួយអញ្ចឹងណាមួយហ្នឹងវាតម្លៃវាគិតលុយដុល្លារទៅវាក៏ខ្ទង់$31 $32ដែរប៉ុន្តែលើកនេះខ្ញុំទិញមកវាខ្ញុំទិញមក2នេះខ្ញុំ$60តែ2ហ្នឹងអញ្ចឹងប៉ុន្តែអ្នកឲ្យរបស់ថៃទៀតនៅក្នុងនេះរបស់ខ្លួនរបស់ថៃទេរបស់ថែមគេនេះទូយើងស្រួលប្រើទៅយើងទៅខែទៅអីណាពីហ្នឹងរបស់ថែមគេអាហ្នឹងមួយរបស់ថែមគេប៉ុណ្ណឹងឯងហានេះអានេះក៏របស់ថែមរបស់គេដែរណានេះ Essence Oil ដូចគ្នាដែរតែនេះហានេះគេថែម brand ហ្នឹងដែរប៉ុន្តែជាប្រភេទសេរ៉ូមផ្សេងចឹងទៅអាហ្នឹងហើយអ្នកមានបើតែមួយទៀតអាហ្នឹងក៏ល្អដែរខ្ញុំប្រើខ្ញុំអស់មួយហើយពេលហ្នឹងថាដំបូងទិញសាអីព្រោះខ្ញុំឃើញឆ្នាំបតក់មុន brand ផ្សេងមកកូរ៉េហ្នឹងខ្ញុំឃើញលក់នៅខ្មែរថ្លៃពេកគេថាអស់ឃើញតម្លៃហើយគឺខ្ញុំប្រើអត់បានខ្ញុំប្រើហើយណានេះខ្ញុំប្រើ brand របស់ចិននេះល្អសាហាវហើយធូរតម្លៃធូរហ្មងនេះបាយមើលនេះ brand មួយនេះណាគេចង់ទៅទិញអី ice cream resort មើលបានខ្ញុំបើកខាងក្នុងឲ្យមើលនេះណានេះអត់ពេលខាងក្នុងអញ្ចឹងមាន10 ml អ្នកនេះ10 ml ហ្នឹងខ្ញុំប្រើប្រហែលជា4-5ខែដែរខ្ញុំប្រើរៀងយូរដែរអាហ្នឹងណាកន្លែងបតក់មុនពេលយើងមានមុននេះបតក់ទៅបតក់មួយយប់ស្អែកឡើងគឺរៀងមុនហ្នឹងរៀងហៀបឯណានេះគឺល្អមែនតើ brand ហ្នឹងហើយធូរណាស់នេះខ្ញុំទិញ2ខ្ញុំនឹងទិញ2តម្លៃបូកចូលគ្នាទៅ950កៃស្មើនឹងទិញនៅខ្មែរបានមួយណាស់នេះអញ្ចឹងបើសិនជាអ្នកគេចាប់អារម្មណ៍អីអាច screenshot មើលបានអរគុណអ្នកនរគ្នា